Bà số đây ở lạiនេះគឺខ្ញុំមិនណែនាំតកតូនជាមួយនឹងកង់អាគុយរបស់យើងនៅពេលដែលយើងចង់ដាក់អាគុយ5គ្រាប់អាគុយធំ60 20អញ្ចឹងថាកន្លែងនេះគឺគេបានសេសចិនបើសិនជាអាគុយយើង5គ្រាប់60 20 60 វ៉ុល 20 អាំពែអញ្ចឹងគឺយើងត្រូវដោតវាជាប់គ្នាតែបើសិនជា48ឲ្យយើងនឹងផ្ដាច់បែបនេះអញ្ចឹងកង់របស់យើងនេះអាគុយ4គ្រាប់អញ្ចឹងគឺយើងផ្ដាច់បែបនេះតែបើសិនយើងចង់បន្ថែមមួយគ្រាប់ទៀតដើម្បីឲ្យកម្លាំងវាខ្លាំងជីបានឆ្ងាយអញ្ចឹងគឺយើងដោតខ្សែនេះជាប់គ្នាបាទយើងដោតខ្សែនឹងជាប់គ្នាទៅអញ្ចឹងគឺយើងអាចដំណើរការអាគុយ5របស់យើងបានហើយបាទអញ្ចឹងវាយើងដាក់បែបនេះអូខេឧទាហរណ៍ថាបើសិនបើបងប្អូនអ្នកគ្នាយើងដោតខ្សែហ្នឹងហើយអាគុយរបស់យើងអាគុយ4អញ្ចឹងពេលយើងដោតទៅយើងម៉ូក្រៅទៅវាថ្មរបស់យើងអស់ហើយបញ្ចូលក៏វាអត់ឡើងថ្មដែរដោយសារតែកម្លាំងវាខុសគ្នាអញ្ចឹងបើអាគុយ5យើងដោតខ្សែក្រោយនេះបើអាគុយ4យើងផ្ដាច់វិញបាទអរគុណច្រើន